សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកតាក់ទងជាមួយនឹងអត្តចរិតការនិយាយអំពីអត្តចរិតរបស់ឆ្នាំនីមួយៗគឺតាំងពីឆ្នាំជូតរហូតដល់ឆ្នាំកុរហើយតាក់ទងជាមួយនឹងឯកសារនេះផងដែរនាងខ្ញុំស្រាវជ្រាវនៅក្នុង website មួយដែលបានលើកឡើងតាក់ទងជាមួយនឹងអត្តចរិតរបស់អ្នកឆ្នាំទាំង12ហ្នឹងបែបចិនផងដែរអញ្ចឹងនាងខ្ញុំនឹងចាប់ផ្ដើមជាមួយនឹងឆ្នាំជូតដែលនៅក្នុងនោះផងដែរយើងមានបែងចែកតាមរយៈឆ្នាំក៏ដូចជាធាតុអញ្ចឹងបើសិនណាជាបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំពេលដែលលើកឡើងតាក់ទងជាមួយនឹងអត្តចរិតអញ្ចឹងទៅមានការខុសពីខ្លួនរបស់អ្នកទាំងអស់គ្នាឬមួយក៏ថាវាមិនដូចទេអ្នកទាំងអស់គ្នាអាចរំលងទៅបានដោយសារតែតាក់ទងជាមួយនឹងអត្តចរិតរបស់ឆ្នាំនីមួយៗយើងដឹងហើយថាវាមិនមែនអាស្រ័យទៅលើឆ្នាំតែមួយមុខទេគឺដោយសារតែតាមរយៈក្បួនចិនគឺគេលើកឡើងតាក់ទងជាមួយនឹងថ្ងៃកើតដែលជាថ្ងៃសំខាន់អញ្ចឹងយើងពាក់ព័ន្ធជាមួយនឹងថ្ងៃកើតហើយនឹងឆ្នាំកើតទៅវាបាន 100% ហើយយើងនិយាយអំពីសរុបចូលគ្នានៅអត្តចរិតអញ្ចឹងពីខ្លះវាមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាទាំងស្រុងទេវាត្រូវបានចំណុចនេះខុសចំណុចនោះអញ្ចឹងទៅអញ្ចឹងចំណុចណាដែលវាល្អក៏ទទួលយកទៅតែបើចំណុចណាមិនល្អទេអ្នកទាំងអស់គ្នាក៏បោះវាចោលទៅហើយការដែលនាងខ្ញុំលើកឡើងនៅអត្តចរិតនេះក៏គ្រាន់តែឲ្យជាការសម្គាល់មើលឲ្យអ្នកទាំងអស់គ្នាបានដឹងនឹងគេហៅថាសង្កេតមើលខ្លួនឯងអញ្ចឹងណាអញ្ចឹងនាងខ្ញុំសូមចាប់ផ្ដើមជាមួយនឹងឆ្នាំជូតដោយតែនាងខ្ញុំបានលើកឡើងអញ្ចឹងតាក់ទងឆ្នាំជូតគឺនៅក្នុងក្បួនតម្រាលបានលើកឡើងថាឆ្នាំជូតហ្នឹងគាត់ជាមនុស្សដែលមានមន្តស្នេហ៍អញ្ចឹងបើនិយាយអំពីតម្រង់មុខមាត់ក៏ដូចជាគេហៅថានិស័យមកពីកំណើតហ្នឹងគឺគាត់ជាមនុស្សដែលមានមន្តស្នេហ៍ហើយគាត់ជាមនុស្សដែលមានភាពស្ងៀមស្ងាត់ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ហើយជាមនុស្សដែលមានទេពកោសល្យផងដែរនេះជាចំណុចល្អរបស់គាត់ហើយចំណុចដែលយើងគួរតែបានន័យថាប្រុងប្រយ័ត្នក៏ដូចជាកែប្រែបើសិនជាអ្នកនរគ្នាគិតថាវាមិនសូវជាល្អទេក៏គួរតែកែប្រែវាផងដែរហើយបើអ្នកដែលបានស្គាល់តាក់ទងជាមួយនឹងមនុស្សដែលឆ្នាំជូតហ្នឹងក៏គួរតែប្រុងប្រយ័ត្នជាមួយនឹងអាកប្បកិរិយាណាខ្លះមុននឹងប្រស័យតាក់ទងជាមួយនឹងគាត់អញ្ចឹងតាក់ទងជាមួយនឹងចំណុចដែលមិនល្អឬក៏ប្រុងប្រយ័ត្នហ្នឹងគឺថាត្បិតថាគាត់ជាមនុស្សដែលមានភាពស្ងៀមស្ងាត់ប៉ុន្តែនៅពីក្រោយភាពស្ងៀមស្ងាត់និងស្នាមញញឹមភាពរួសរាយហ្នឹងគឺវាអាចបង្កប់ឬក៏បង្កឲ្យមនុស្សភ័យខ្លាចផងដែរអញ្ចឹងបានន័យថាម៉េចបានន័យថាគាត់ក៏ជាមនុស្សពេលខ្លះដែលបើសិនជានិយាយទៅមិនត្រូវចំណុចឬក៏មានការឆ្លោះប្រកែកគ្នាគឺអាចមានជាការប្រើពាក្យសម្ដីមិនសមរម្យក៏ដូចជាកាយវិការខ្លះទៅអាចដល់ថ្នាក់ការប្រើប្រាស់អំពើហិង្សាអញ្ចឹងទៅអញ្ចឹងបើសិនណាជាឈានចូលតាក់ទងជាមួយនឹងការឆ្លោះគ្នាអ្នកនរគ្នាអាចជៀសវាងអញ្ចឹងទៅហើយមួយទៀតតាក់ទងជាមួយនឹងភាពវាអាចថាជាចំណុចល្អហើយក៏ជាចំណុចមិនល្អផងដែរចំណុចដែលល្អនោះគឺគាត់ចូលចិត្តប្រស័យតាក់ទងមានមិត្តភ័ក្តិច្រើនក៏ប៉ុន្តែចំណុចដែលមិនល្អនោះគឺថាគ្រប់ប្រធានបទដែលគាត់និយាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឬក៏អ្នកស្និទ្ធស្នាលហ្នឹងគឺភាគច្រើនគឺសំដៅទៅលើបានន័យថាបើយើងនិយាយភាសាអង់គ្លេសគឺថាគ្រប់ topic ណាតាក់ទងអញ្ចឹងបានន័យថាអាល្អក៏និយាយអាមិនល្អក៏និយាយដែរ
ហើយអារឿងដែលល្អហ្នឹងគឺថាតាក់ទងជាមួយចំណេះដឹងអ្វីដែលល្អៗចឹងទៅហើយអារឿងមិនល្អហ្នឹងគឺថារឿងចេះចប់រឿងរបស់អ្នកដតីដែលមិនគួរនិយាយហ្នឹងក៏គាត់និយាយដែរអញ្ចឹងណាវាមានចំណុចកន្លែងហ្នឹងដែលនាងខ្ញុំចង់លើកឡើងមកអញ្ចឹងហើយនេះតាក់ទងជាមួយនឹងគេហៅថាអត្តចរិតទូទៅក៏ប៉ុន្តែយើងត្រូវដឹងថានៅក្នុងក្បួនចិនគឺគេបែងចែកតាក់ទងជាមួយនឹងអត្តចរិតហ្នឹងគឺវាមានធាតុឈើធាតុភ្លើងធាតុទឹកធាតុដែកហើយនិងធាតុដីអញ្ចឹងអត្តចរិតនឹងបែងចែកបានន័យថាអត្តចរិតហ្នឹងយើងនឹងបែងចែកឬក៏ថែមពីលើទៅតាមអត្តចរិតនឹងផងដែរអញ្ចឹងបានន័យថាមួយខាងលើដែលនាងខ្ញុំលើកឡើងមកហ្នឹងវាគ្រាន់តែជាអត្តចរិតទូទៅរបស់មនុស្សឆ្នាំជួតតែនៅពេលដែលយើងចូលទៅកាន់ធាតុក៏ដូចជាឆ្នាំរបស់គាត់ដែលគាត់បានកើតហ្នឹងគឺវានឹងបន្ថែមនៅអ្វីដែលយើងបានន័យថាបន្ថែមនៅលើចំណុចដែលនាងខ្ញុំបាននិយាយផងដែរឥឡូវមកដល់ក្នុងវីដេអូកន្លែងហ្នឹងគឺនាងខ្ញុំសូមនិយាយតែពាក់ព័ន្ធជាមួយនឹងគេហៅថាអត្តចរិតទូទៅរបស់ឆ្នាំជួតនាងខ្ញុំនឹងលើកយកបានន័យថាតាក់ទងជាមួយនឹងធាតុទាំង4ឬក៏ឆ្នាំដែលពួកគាត់កើតទៅតាមហ្នឹងដើម្បីបន្ថែមថាតើអត្តចរិតឬក៏ធាតុរបស់ពួកគាត់ហ្នឹងនិយាយយ៉ាងម៉េចអំពីអត្តចរិតរបស់ពួកគាត់នីមួយៗអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយបើចង់តាមដានបន្តថាតើអត្តចរិតអ្នកដែលគាត់កើតឆ្នាំជួតធាតុឈើធាតុដីធាតុភ្លើងធាតុមាសធាតុទឹកហ្នឹងតើគាត់មានអត្តចរិតបែបណាហើយតើឆ្នាំណាគឺជាធាតុឈើហើយឆ្នាំណាគឺជាធាតុទឹកអីអញ្ចឹងសូមបន្តនៅក្នុងវគ្គបន្ទាប់អរគុណច្រើនសម្រាប់ការចូលមកកាន់ទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា